ទូរទស្សនិកជនភាគសឹកបានអំពាវនាវអន្តរជាតិជួយដោះស្រាយបញ្ហាដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញជនភាគសឹកជាច្រើនគ្រួសារដែលបានចាក់ចេញពីផ្ទះសម្បែងដោយការឈ្លានពានពីយោធាថៃនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញទេដោយសារបទជបាញ់នៅមានភាពផុយស្រួយតំបន់មួយចំនួនត្រូវបានយោធាថៃដាក់បន្លាលូសនិងទូកុងតឺន័រពាត់យកហើយតំបន់មួយចំនួនទៀតបន្តស្ថិតនៅជាតំបន់ក្រហមអ្នកស្រីសឿនវ៉ាន់ឌីបានគូបញ្ជាក់ថាចាប់តាំងពីការឈ្លានពានមកអ្នកស្រីនិងក្រុមគ្រួសារត្រូវភៀសសឹកមកពីអូស្មាច់3ដងមកហើយនៅចុងក្រោយគឺចាប់ពីថ្ងៃទី14ខែធ្នូរហូតដល់ពេលនេះមិនទាន់បានអាចត្រឡប់ទៅលំនៅឋានវិញបានទេអ្នកស្រីនិងក្រុមគ្រួសារកំពុងស្នាក់នៅយ៉ាងលំបាកនៅជំរកបណ្ដោះអាសន្នក្នុងវត្តធម្មរាំងសីហៅវត្តសំពៅលូនស្រុកក្រឡាញ់ខេត្តសៀមរាបមកយើងរស់នៅឆ្លងនៅផ្ទះហើយយើងតើវាមានអារម្មណ៍មិនដែរមានមិនវាពិបាកត្រង់អាណិតកូនធ្លាប់នៅផ្ទះតែពេលមកចេះវាក្តៅកូនតូចហើយកូនខ្ចីទៀតហ្នឹងមិនចាពេលមកអញ្ចឹងគ្នាក្មេងវាឆ្លងផ្ដាសាយក្អកអីចឹងទៅពេលមួយខែមុនខ្ញុំយកកូនខ្ញុំទៅសៀមរាបដែរអាបងវានោមអត់ចេញពេលយើងមកអញ្ចឹងវាពិបាកស្ថានភាពលំបាករបស់ពលរដ្ឋភាគសឹកត្រូវបានពិនិត្យឃើញផ្ទាល់ភ្នែកដោយលោកជំទាវ Louis Musi Kibabo អគ្គលេខាធិការអង្គការអន្តរជាតិ Francophonie ក្នុងពេលដែលលោកជំទាវអញ្ជើញទៅសួរសុខទុក្ខជនភាគសឹកនៅវត្តធម្មរាំងសីហៅវត្តសំពៅលូនខេត្តសៀមរាបកាលពីថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ដោយមានការអមដំណើរពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រៅពីនេះអង្គទូតនិងតំណាងអង្គការក្រៅរដ្ឋាភិបាលនានាក៏បានមកឃើញជាបន្តផងដែរនៅទស្សនវិជ្ជាពិតរបស់ប្រជាពលរដ្ឋជាជនភាគសឹកដែលមិនអាចវិលទៅលំនៅឋានវិញតាមរយៈដំណើរទស្សនកិច្ចទាំងនេះប្រជាពលរដ្ឋភាគសឹកបានអំពាវនាវយ៉ាងទទូចសុំសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាឈ្លានពានរបស់ថៃឲ្យបានឆាប់ដើម្បីអាចឲ្យពួកគាត់ឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញពេលនាវដល់រដ្ឋាភិបាលនិងគ្រប់ទូតទាំងអស់និងបរទេសទាំងប្រមាណដែលចោះជួបមកជួយដល់ខ្មែរសូមឲ្យជួយឲ្យដោះស្រាយឲ្យប្រជាជនខ្មែរឲ្យបានវិលត្រឡប់ទៅនៅផ្ទះវិញផងបាទសូមសំណូមពរឲ្យជួយដល់កូនចៅដែលនៅតាមតំបន់ក្រហមតំបន់ថៃរំពាត់ហើយតំបន់មានក្របមីនហើយក្របមិនតាន់ផ្ទុះផងបាទឲ្យជួយដោះស្រាយឯកឧត្តមប្រាក់សុខុនប្រមុខការទូតកម្ពុជាបានជម្រាបប្រាប់ពលរដ្ឋភាគសឹកថារាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីដើម្បីបើកផ្លូវឲ្យពលរដ្ឋភាគសឹកវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានគិតត្រឹមថ្ងៃទី3ខែមីនាពលរដ្ឋខ្មែរដែលជាជនភាគសឹកចំនួន 48,000 នាក់ទៀតត្រូវបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនៅឡើយព្រោះផ្ទះសម្បែងរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ដែលយោធាថៃរាយបន្លាលូសដាក់ទូកុងតឺន័រពាត់យកវាយកំទេចចោលឬស្ថិតនៅក្នុងតំបន់ប្រឈមខ្លាំង